បានអនុញ្ញាតគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនបាននេះពុកម៉ែបងប្អូនថ្ងៃនេះមានវិស័យបានកូនបញ្ញាក្អែកដើមវល្លិបាសបាទដើមវល្លិបាសដែលគេស្លប្រហើណាពុកម៉ែបងប្អូនឬក៏បេះមកធ្វើលក់បាទនេះបានមួយអង្គទូចមកទុកគ្រប់បូជាបាទនៅខ្ពស់ហ្នឹងបងប្អូនប្រហែលជា10ម៉ែត្រទៅលើឈរសម្លឹងកម្រំនឹងឃើញបាទហើយវល្លិបាសនឹងដែរបងប្អូនគឺជាបញ្ញាក្អែកដែលកម្រនិយាយទៅកម្រនឹងរកបាននេះបងប្អូននេះស្លឹកបាសបាទស្លឹកបាសនេះកាលអានេះអាទុំហើយបាទរៀងចាស់បើនៅខ្ចីខៀវអស់ពណ៌បៃតងជាងនេះបាទហើយបញ្ញាវល្លិបាសនេះផ្នែកខាងពីជ័យសង្គ្រាមបងប្អូនបាទស្អាតទៅដុសស្លឹកបាន4ស្លឹកប្រាំងរោសម្លឹងយូរហើយបងប្អូនអើយទៅរំនឹងបានថ្ងៃនេះមាននិស័យបាទចាអរគុណច្រើនបងប្អូនជម្រាបលាបងប្អូនថ្ងៃនេះធ្វើការចែកម្លែកបងប្អូនទស្សនាលេងកំសាន្តអំពីបញ្ញាក្អែកដើមបាស